បាទសួស្តីពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាដែលជាកសិករខាងផ្នែកជាជំទាបានថាទីកប៉ាបាទទីប៉ាប៉ារីទៅឃើញទេសូមស្វាគមន៍ទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញអំពីការមើលថែនៅមេបារបស់យើងនិងការផ្ដល់ចំណីមួយចំនួនផងដែរនេះប្រភេទនេះធំល្អនៅចូល4គីឡូហើយ4គីឡូប៉ាប៉ារីរបស់យើងក៏ធំល្អដែរប៉ាប៉ារី4គីឡូកន្លះនេះគេឲ្យ4គីឡូកន្លះដែរនៅតាមរៀងរបស់វាណាអានេះប៉ាប៉ារីកាត់ឃីងយើងអាចសង្កល់សារយើងចំពីទូចប៉ាប៉ារីកាត់ឃីងអានោះមេឃីងរបស់យើងណាបងអស់ហើយស្គមមានមេស្រែប្រហែល2 3ក្បាលដែរនោះកងានក្បាលតោរបស់យើងចម្រាញ់ចំតែពកសទេឥឡូវយើងចំតែសហើយមេបារបស់យើងបច្ចុប្បន្ននេះយើងឲ្យវាចេញក្រៅប្រហែលជា2 3ថ្ងៃឲ្យវាចេញក្រៅ2 3ថ្ងៃសិនត្រឹមតែយើងរៀបចំកន្លែងហើយថ្ងៃនេះអត់ទាន់ដឹងថាពងបានគ្រាប់នេះគាត់បានរួមតែបានរើសពងចេញមេនៅក្នុងនេះតែបាននេះកូនមន់តើការកូនមន់អាចប្រាប់បានណាកូនមន់យើងមានច្រើនអត់ចេះចិញ្ចឹមកូនមន់នេះវារបស់យើងត្រង់របស់យើងមិនធំទេអូបើយើងទៅពងនេះប្រហែលមួយប្រភេទនេះ100ពងអញ្ចឹងហ៎នេះមកដេកប្រភេទនេះតើហើយមានពងមានអីនេះអស់លីងហ្នឹងបានមួយថ្ងៃនេះមើលទៅពងមន់ទេដាក់ប្រឆោតដូចគេដែរពងមន់ដែរនេះនេះក្នុងសាមេពងលួយគេបាត់ហើយអូខេនេះធំល្អនេះវាមេនេះធំវាំងហ្មង3គីឡូជាងនេះមើលទៅនេះឈូជើងនេះឈឺដូចជួយចាំង6 7 ខែហ៎ទីឲ្យតែឈឺជើងមួយជាទេតាមបាត់ផែនណាខ្លះគេស្រឡាញ់បែបនេះឃើញទេសលីខ្មៅយ៉ាងម៉េចអ្នកខ្លះគេអត់ទេអ្នកខ្លះគេចូលចិត្តខ្លួនខ្មៅក្បាលសខ្លួនខ្មៅក្បាលសអញ្ចឹងណានេះមេពីនេះមេចាស់បានចូល7 ឆ្នាំដឹងមេចាស់នេះមេចាស់ហើយនោះឈ្មោះធំតើបានបាញ់ទឹកណានេះតើបានដាក់ទឹកដាក់អីឲ្យចាំថ្ងៃបន្តិចក្តៅបន្តិចមិនដាក់នេះមេផាជាតងន់ខ្លះហើយនេះហើយធ្លាក់ពោះខ្លះហើយគឺសង្ឃឹមថាបន្តិចទៀតវានឹងអាចផ្ដល់សុទ្ធឲ្យបានច្រើនតាមផែនការអ្វីដែលយើងចង់បានណាមេបើយើងអាចមានច្រើនណា2 4 6 8 10 12 14 16តែចូល50មេដែរចម្រាញ់វគ្គនេះបាន50មេសរុបទាំងអស់ទាំងខេងទាំងប៉ាប៉ារីហ្នឹងបានដែរ50មេគ្រាន់ដែរអូខេអរគុណជម្រាបលា